ទូការចោតប្រកាន់ចៅអធិការឲ្យស្ត្រីម្នាក់ដេកនៅក្នុងកុដិនៅវត្តដំណាក់ត្រយឹងឃុំខ្ជាខាងត្បូងស្រុកដងតុងកាលពីព្រឹកថ្ងៃទី2ខែឧសភាឆ្នាំ2025កន្លងទៅបានទូការបែកបាក់សាមគ្គីគ្នារវាងព្រះសង្ឃនិងតាអាចារ្យដែលចោទថាបានឃើញស្ត្រីម្នាក់នៅក្នុងកុដិចៅអធិការវត្តតាមព័ត៌មានថាចៅអធិការអង្គនោះនាមណវិនព្រះជន្ម26ឆ្នាំបានជួបជាមួយស្ត្រីម្នាក់ឈ្មោះមេងស្រីពៅអាយុ46ឆ្នាំទីលំនៅមិនប្រកបម្ដងថានៅក្រុងដូនកែវខេត្តតាកែវម្ដងថានៅស្រុកសំរោងទងខេត្តកំពង់ស្ពឺប៉ុន្តែអ្វីដែលគួរឲ្យសង្ស័យនោះគឺនៅវេលាម៉ោង 7:12 យប់ថ្ងៃទី1ខែឧសភាឆ្នាំ2025ខណៈប្រជាពលរដ្ឋបានតាមដានឃើញថាចៅអធិការវត្តអង្គនេះបានសឹងជាមួយស្ត្រីម្នាក់នៅក្នុងកុដិពេលដឹងថាមានមនុស្សស្រីនៅក្នុងកុដិចៅអធិការដែលជារឿងបរិច្ចិកសម្រាប់អ្នកបួសនោះប្រជាពលរដ្ឋក៏បានទូរស័ព្ទប្តឹងទៅនគរបាលឃុំខ្ជាខាងត្បូងឲ្យមកជួយពិនិត្យនិងបានគួរទ្វារក៏ឃើញស្ត្រីរូបនោះនៅក្នុងបន្ទប់មែនលោកប៉ាងសៀកនាយប៉ុស្តិ៍នគរបាលឃុំខ្ជាខាងត្បូងបានដឹងថាក្រោយពីមានព័ត៌មានថាមានស្ត្រីម្នាក់នៅក្នុងកុដិចៅអធិការវត្តលោកក៏បាននាំកងកម្លាំងមកពិនិត្យតែលោកមិនបានចោទប្រកាន់ទៅលើព្រះសង្ឃនិងស្ត្រីរូបនោះយ៉ាងម៉េចទេគ្រាន់តែហៅសាកសួរឲ្យដឹងពីមូលហេតុតែប៉ុណ្ណោះលោកប៉ាងសៀកថ្លែងថាចំពោះភិក្ខុសង្ឃនិងមនុស្សស្រីនោះបើមានទំនាក់ទំនងយុបតិរិទ្ធបែបនេះមិនល្អទេចំណែកសមត្ថកិច្ចត្រូវតែតាមដានពីសន្តិសុខព្រោះឥឡូវនេះមានមនុស្សគ្រប់ប្រភេទមកបោកព្រះសង្ឃឬតាជាយាជីជាញឹកញយនៅតាមទីវត្តអារាមផ្សេងៗនៅព្រឹកថ្ងៃទី2ខែឧសភាឆ្នាំ2025ក៏មានការដោះស្រាយដោយមន្ត្រីសង្ឃខាងវិន័យធម៌នៅស្រុកដងតុងទូបំភ្លឺថាស្ត្រីរូបនោះជាញោមធម៌ភិក្ខុសង្ឃអង្គនោះក៏ដោយមិនមែនខាត់មិនឲ្យធ្វើបុណ្យទេតែត្រូវចុះកិច្ចសន្យាមួយមិនឲ្យចូលក្នុងបន្ទប់ភិក្ខុសង្ឃនៅពេលយប់ឡើយចាប់ពីពេលនេះតទៅហើយបើស្ត្រីរូបនោះមកពេលយប់ដេកកន្លែងណាក៏មិនទាស់អ្វីដែរតែហាមក្នុងបន្ទប់ព្រះសង្ឃស្ត្រីរូបនោះឈ្មោះស្រីពៅបានបំភ្លឺថាខ្លួនមិនបានចេតនាអីជាមួយភិក្ខុសង្ឃនោះទេគាត់សុខចិត្តធ្វើបុណ្យហើយក៏ចំណាយធនធានក្នុងការសាងសង់ក្នុងវត្តនេះក៏អស់ច្រើនលានដែរព្រះវិន័យធម៌បានដាក់កំហិតចៅអធិការវត្តថាមិនឲ្យមានករណីបែបនេះកើតឡើងជាលើកទី2នោះឡើយលោកមេឃុំខ្ជាខាងត្បូងក៏បានលើកឡើងដែរថាវត្តនេះមានការបែកបាក់សាមគ្គីផ្ទៃក្នុងរវាងគណៈកម្មការអាចារ្យវត្តនិងព្រះចៅអធិការវត្តប៉ុន្តែរឿងថាមានស្រីដេកក្នុងកុដិជាមួយមិនអាចទទួលយកបានព្រោះអ្នកបួសត្រូវស្គាល់តម្លៃព្រះសង្ឃនិងវិន័យសង្ឃទោះជាបែបណាគ្រប់ភាគីសុទ្ធតែទទួលខុសត្រូវនិងរួមសាមគ្គីគ្នាវិញ